ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាប្រាសាទដែលបានកសាងឡើងពីថ្មភក់ពណ៌ផ្កាឈូកដ៏កម្រជាមួយនឹងចម្លាក់ដ៏ល្អឯកគ្មានពីរនៅក្នុងខេត្តសៀមរាបដែលប្រាសាទនោះមានឈ្មោះថាប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីគឺជាប្រាសាទដែលមានឈ្មោះល្បីល្បាញមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រីមានចម្ងាយប្រមាណជាង30គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទមួយនេះគឺត្រូវបានកសាងឡើងក្នុងសតវត្សទី10ក្នុងរាជ្យព្រះបាទរាជចន្ទ្រវរ្ម័នទី2និងព្រះបាទជ័យវរ្ម័នទី5ដោយព្រះរាជគ្រូនាមយ៉ាញ់វរហៈដើម្បីឧទ្ទិសដល់ព្រះឥសូរនិងព្រះនរាយណ៍តែអ្នកទាំងអស់គ្នាមានដឹងអត់ថាប្រាសាទភាគច្រើននៅក្នុងតំបន់អង្គរគឺត្រូវបានកសាងឡើងពីថ្មភក់ពណ៌ប្រផេះតែមានតែប្រាសាទបន្ទាយស្រីនេះមួយទេដែលបានកសាងឡើងពីថ្មភក់ពណ៌ផ្កាឈូកជាប្រភេទថ្មកម្រដែលរឹងខ្លាំងហើយមានគុណភាពល្អកម្រិតកំពូលមួយតែរហូតដល់សប្តាហ៍ថ្ងៃនេះអ្នកស្រាវជ្រាវនៅតែមិនទាន់ដឹងពីប្រភពទីតាំងដែលគេបានជីកយកថ្មប្រភេទនេះមកកសាងប្រាសាទមួយនេះនៅឡើយទេហើយដោយសារតែថ្មភក់ពណ៌ផ្កាឈូកនេះហើយដែលធ្វើឲ្យក្បាច់ចម្លាក់របស់ប្រាសាទមួយនេះគឺមានលក្ខណៈលម្អិតហើយជ្រៅដែលយើងមើលទៅសឹងតែមិនជឿថាវាជាចម្លាក់នៅលើថ្មហើយខ្ញុំហ៊ាននិយាយហ្មងថាគ្មានប្រាសាទណាដែលមានចម្លាក់ស្អាតជាងប្រាសាទមួយនេះអ្នកទាំងអស់គ្នាគឺថាមើលឲ្យព្រឺសបល់តែម្ដងប៉ុន្តែប្រាសាទមួយនេះគឺមិនមែនសាងសង់ឡើងដោយថ្មភក់ពណ៌ផ្កាឈូកនឹងសុទ្ធសាធទេអ្នកទាំងអស់គ្នាតែក៏មានលាយជាមួយនឹងថ្មបាយក្រៀមសម្រាប់សាងសង់កំពែងខ្លោងទ្វារអគារណបនិងផ្នែកមួយចំនួនផ្សេងទៀតរបស់ប្រាសាទក៏ដូចជាការប្រើប្រាស់ឥដ្ឋសម្រាប់ប្រក់ដំបូលប៉មនិងហោត្រៃផងដែរបើយើងនិយាយពីឈ្មោះប្រាសាទវិញឈ្មោះថាបន្ទាយស្រីគឺមិនមែនជាឈ្មោះពិតរបស់ប្រាសាទមួយនេះទេអ្នកទាំងអស់គ្នាដែលឈ្មោះនេះគឺគ្រាន់តែជាឈ្មោះដែលបានហៅពីអ្នកស្រុកនៅទីនោះដែលពាក្យថាបន្ទាយនឹងគឺមានន័យថាទីតាំងដែលមានកំពែងព័ទ្ធជុំវិញរីឯពាក្យស្រីគឺមិនមែនមានន័យថានារីឬស្ត្រីភេទនោះទេតែជាពាក្យដែលបានស្រង់ចេញមកពីសិលាចារឹកនៅទីនោះដែលមានន័យថាសិរីមង្គលឬតេជះនៅក្នុងភាសាសំស្ក្រឹតហើយបើតាក់ទងទៅនឹងឈ្មោះពិតរបស់ប្រាសាទគឺមិនទាន់មានការស្រាវជ្រាវណាដែលមានអំណាងពិតប្រាកដទេអ្នកទាំងអស់គ្នាតាក់ទងទៅនឹងសំណង់របស់ប្រាសាទបន្ទាយស្រីប្រាសាទមួយនេះគឺមានតួប៉មចំនួន3ដែលតួប៉មខាងត្បូងនិងកណ្ដាលគឺសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរដែលមានការតម្កល់សិវលិង្គនៅក្នុងនោះរីឯតួប៉មខាងជើងវិញគឺដើម្បីឧទ្ទិសថ្វាយដល់ព្រះនរាយណ៍ដោយសារតែប្រាសាទមួយនេះគឺត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពចំនួន2អង្គនេះហើយទើបយើងឃើញមានចម្លាក់រៀបរាប់ពីទេវកថាដែលតាក់ទងទៅនឹងព្រះអាទិទេពនីមួយៗនៅតាមហោជើងនិងផ្តែរហើយនៅក្នុងទេវកថាទាំងអស់ហ្នឹងគឺមានតែមួយដែលខ្ញុំស្គាល់ហើយមើលយល់ដែលជាឈុតប្រយុទ្ធគ្នារវាងស្វាពាលីនិងសុគ្រីតនៅក្នុងរឿងរាមកេរ្តិ៍អញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំអាចប្រាប់ត្រឹមតែព័ត៌មានសំខាន់ខ្លះៗតែប៉ុណ្ណោះដែលតាក់ទងទៅនឹងប្រវត្តិក៏ដូចជារចនាបថនិងស្ថាបត្យកម្មរបស់ប្រាសាទមួយនេះអញ្ចឹងពេលអ្នកទាំងអស់គ្នាបានមកលេខដោយផ្ទាល់អីអ្នកទាំងអស់គ្នាគួរតែមានមគ្គុទ្ទេសក៍ទេសចរមកជាមួយដើម្បីបានដឹងពីព័ត៌មានលម្អិតក៏ដូចជារឿងរ៉ាវដ៏អស្ចារ្យផ្សេងទៀតរបស់ប្រាសាទមួយនេះអូខេអញ្ចឹងខ្ញុំសូមមកបង្ហាញពីការរៀបចំសណ្ដាប់ធ្នាប់និងការអភិរក្សប្រាសាទមួយនេះវិញម្ដងដែលខ្ញុំសង្កេតឃើញថាអាជ្ញាធរនៅទីនោះគឺបានរៀបចំល្អមែនទែនអ្នកទាំងអស់គ្នាគឺមានតែកន្លែងចតឡានកន្លែងលក់ម្ហូបនិងវត្ថុអនុស្សាវរីយ៍បន្ទប់ទឹកស្អាតនិងកន្លែងផ្ដល់ព័ត៌មានផ្សេងសូម្បីតែប្រវត្តិនិងទីតាំងសំខាន់របស់ប្រាសាទដែលអ្នកទេសចរទៅទស្សនាក៏មានផ្ដល់ជូនដែរអ្នកទាំងអស់គ្នាមួយវិញទៀតនៅទីនោះគឺមិនមែនមានតែប្រាសាទតែម្យ៉ាងនោះទេតែក៏មានទីតាំងផ្សេងទៀតដែលយើងអាចទៅកម្សាន្តបានផងដែរអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍មកទស្សនាប្រាសាទមួយនេះអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ